វិធីទប់ស្កាត់ stress សូមស្វាគមន៍មកកាន់អត្ថបទវិភាគ stress គឺជាប្រតិកម្មធម្មជាតិរបស់រាងកាយចំពោះសម្ពាធឬការគំរាមកំហែងណាមួយនៅក្នុងកម្រិតសមស្រប stress អាចចូលរួមចំណែកបង្កើតសម្ពាធការយកចិត្តទុកដាក់និងកម្លាំងជំរុញឲ្យសម្រេចកិច្ចការទោះជាយ៉ាងណាក៏ដោយនៅពេលដែល stress កើតឡើងជាប្រចាំឬនៅក្នុងកម្រិតខ្ពស់វានឹងចាប់ផ្ដើមប៉ះពាល់ទៅដល់សុខភាពផ្លូវកាយចិត្តគំនិតនិងសុខភាពជីវិតទាំងមូលអត្ថបទនេះនឹងបង្ហាញពីមូលដ្ឋាននៃវិទ្យាសាស្ត្រនៃ stress និងវិធីសាស្ត្រជាក់ស្ដែងចំនួន9ដែលអាចយកទៅអនុវត្តបានភ្លាមៗដើម្បីទប់ស្កាត់និងគ្រប់គ្រងវាឲ្យមានប្រសិទ្ធភាពចំណុចទី1មូលដ្ឋានវិទ្យាសាស្ត្រនៃ stress នៅពេលដែលប្រឈមមុខទៅនឹងសម្ពាធរាងកាយចូលទៅក្នុងស្ថានភាពប្រយុទ្ធឬរត់គេចដោយសារការបញ្ចេញអរម៉ូន cortisol និង adrenaline អរម៉ូនទាំងពីរនេះប៉ះទង្គិចចង្វាក់បេះដូងសម្ពាធឈាមនិងកម្រិតជាតិស្ករនៅក្នុងឈាមដើម្បីរៀបចំរាងកាយសម្រាប់សកម្មភាពបន្ទាន់នៅក្នុងសម័យបុរាណប្រតិកម្មនេះមានប្រយោជន៍សម្រាប់ការរស់រានមានជីវិតពីគ្រោះថ្នាក់ជាក់ស្ដែងនៅក្នុងសត្វសាហាវប៉ុន្តែនៅក្នុងជីវិតសម័យទំនើប stress កើតឡើងជាញឹកញាប់ពីប្រភពមិនមែនជាគ្រោះថ្នាក់ជីវិតដូចជាការងារបញ្ហាហិរញ្ញវត្ថុទំនាក់ទំនងសង្គមបញ្ហាគឺរាងកាយនៅតែឆ្លើយតបដូចគ្នាដែលនាំឲ្យប្រព័ន្ធសរសៃប្រសាទស្ថិតនៅក្នុងស្ថានភាពតាំងតែងជាប្រចាំចំណុចទី2សញ្ញាសម្គាល់នៃ stress កម្រិតខ្ពស់ stress កម្រិតខ្ពស់ជាប់លាប់អាចបង្ហាញរោគសញ្ញាផ្សេងៗដូចជាការកេងមិនលក់ការកេងច្រើនពេកការឈឺក្បាលញឹកញាប់ភាពតានតឹងសាច់ដុំការចង្អុលបង្ហាញនៅក្នុងចិត្តការផ្ដោតយកចិត្តទុកដាក់ថយចុះនិងការផ្លាស់ប្ដូរចំណូលអាហារនៅក្នុងរយៈពេលវែង stress រ៉ាំរ៉ៃអាចបង្កើនហានិភ័យនៃជំងឺបេះដូងជំងឺបាក់ទឹកចិត្តនិងប្រព័ន្ធភាពស៊ាំចុះខ្សោយការសម្គាល់សញ្ញាទាំងនេះបានឆាប់គឺជាជំហានដំបូងសំខាន់ដើម្បីចាត់វិធានការទប់ស្កាត់ទាន់ពេលវេលាចំណុចទី3ការដកដង្ហើមស៊ីជម្រៅនេះគឺជាវិធីសាស្ត្រសាមញ្ញប៉ុន្តែមានប្រសិទ្ធភាពខ្ពស់បំផុតមួយដើម្បីកាត់បន្ថយ stress បានភ្លាមការដកដង្ហើមស៊ីជម្រៅជំរុញឲ្យប្រសាយប្រសាទប៉ារ៉ាស៊ីប៉ាទិកដែលទទួលខុសត្រូវលើការធ្វើឲ្យរាងកាយស្ងប់វិញបន្ទាប់ពីស្ថានភាពតានតឹងវិធីអនុវត្តដកដង្ហើមចូលតាមច្រមុះរយៈពេល4នាទីស្កាត់ដកដង្ហើមរយៈពេល4នាទីដកដង្ហើមតាមមាត់រយៈពេល6នាទីធ្វើបែបនេះដដែល5ទៅ10ដងវិធីនេះអាចជួយអនុវត្តបានគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាចំណុចទី4ការហាត់ប្រាណឲ្យបានទៀងទាត់ការហាត់ប្រាណជួយបំបែកអរម៉ូន stress ដែលកកកុញព្រមទាំងជំរុញការបញ្ចេញ endorphin ដែលជាសារធាតុគីមីធម្មជាតិនៅក្នុងខួរក្បាលដែលជួយកែសម្រួលអារម្មណ៍ការស្រាវជ្រាវបានបង្ហាញថាការហាត់ប្រាណកម្រិតមធ្យមរយៈពេលត្រឹមតែ20ទៅ30នាទីជារៀងរាល់ថ្ងៃអាចកាត់បន្ថយកម្រិត stress បានគួរសមមិនចាំបាច់ហាត់ប្រាណខ្លាំងនោះទេការដើរលឿនការហែលទឹកការធ្វើយូហ្គាក៏អាចផ្ដល់ផលប្រយោជន៍ស្រដៀងគ្នាបានដែរចំណុចទី5ការគ្រប់គ្រងពេលវេលានិងកំណត់អាទិភាព stress ជាច្រើនកើតចេញពីអារម្មណ៍ថាមានកិច្ចការច្រើនពេកប៉ុន្តែពេលវេលាមិនគ្រប់គ្រាន់ការរៀបចំកិច្ចការតាមអាទិភាពនិងបែងចែកពេលវេលាច្បាស់លាស់សម្រាប់កិច្ចការនីមួយៗជួយកាត់បន្ថយអារម្មណ៍ដែលអាចគ្រប់គ្រងស្ថានភាពបានអនុសាសន៍ជាក់ស្ដែងមួយគឺការសរសេរកិច្ចការចេញពីខួរក្បាលទៅជាកំណត់ហេតុឬកម្មវិធីតាមដានសកម្មភាពសាមញ្ញនេះជួយកាត់បន្ថយបន្ទុកនៃការចងចាំនិងផ្ដល់អារម្មណ៍គ្រប់គ្រងបានច្រើនជាងចំណុចទី6ការកំណត់ព្រំដែននិងការនិយាយទេការទទួលយកកិច្ចការឬទទួលខុសត្រូវច្រើនពេកដោយមិនគិតពីសមត្ថភាពផ្ទាល់ខ្លួនជាមូលហេតុទូទៅមួយនៃ stress រ៉ាំរ៉ៃការសិក្សានិយាយថាតែចំពោះកិច្ចការឬសំណុំពរដែលហួសហេតុពីសមត្ថភាពឬមិនស៊ីគ្នាទៅនឹងអត្ថិភាពជីវិតគឺជាចំណែកសំខាន់សម្រាប់ការពារខ្លួនពី stress ហួសកម្រិតការកំណត់
ព្រំដែនបានច្បាស់លាស់នៅក្នុងកន្លែងធ្វើការនិងទំនាក់ទំនងផ្ទាល់ខ្លួនក៏ជួយកាត់បន្ថយភាព stress ដែលកើតចេញពីការសម្របសម្រួលហួសកម្រិតផងដែរចំណុចទី6ការកំណត់ព្រំដែននិងការនិយាយថាទេការទទួលយកកិច្ចការទទួលខុសត្រូវច្រើនពេកដោយមិនគិតពីសមត្ថភាពផ្ទាល់ខ្លួនជាមូលហេតុទូទៅមួយនៃ stress រ៉ាំរ៉ៃការសិក្សានិយាយថាទេចំពោះកិច្ចការឬសំណូមពរដែលហួសពីសមត្ថភាពឬមិនស៊ីគ្នាទៅនឹងអត្ថប្រយោជន៍ជីវិតគឺជាជំនាញសំខាន់សម្រាប់ការពារខ្លួនពី stress ហួសកម្រិតការកំណត់ព្រំដែនឲ្យបានច្បាស់លាស់នៅក្នុងកន្លែងធ្វើការនិងទំនាក់ទំនងផ្ទាល់ខ្លួនក៏ជួយកាត់បន្ថយប្រភព stress ដែលកើតចេញពីការសម្រួលហួសកម្រិតផងដែរចំណុចទី7ការអនុវត្តសមាធិនិងមានស្មារតីភ្ជាប់ទៅនឹងបច្ចុប្បន្នការអនុវត្តសមាធិជាទៀងទាត់ជួយបណ្ដុះបណ្ដាលចិត្តឲ្យផ្ដោតទៅលើបច្ចុប្បន្នភាពជាជាងវង្វេងទៅរកការព្រួយបារម្ភអំពីអនាគតការស្ដាយចំពោះអតីតកាលការស្រាវជ្រាវផ្នែកសរសៃប្រសាទវិទ្យាបានបង្ហាញថាការធ្វើសមាធិជាប់លាប់អាចផ្លាស់ប្ដូររចនាសម្ព័ន្ធខួរក្បាលដោយកាត់បន្ថយទំហំដែលទទួលខុសត្រូវលើប្រតិកម្មភ័យខ្លាចនិង stress សម្រាប់អ្នកចាប់ផ្ដើមថ្មីគ្រាន់តែ5ទៅ10នាទីជារៀងរាល់ថ្ងៃគឺគ្រប់គ្រាន់ដើម្បីផ្ដើមទទួលយកផលប្រយោជន៍ចំណុចទី8ការគេងគ្រប់ម៉ោងការគេងមិនគ្រប់ម៉ោងគឺជា stress មានទំនាក់ទំនងជាវត្តគ្នាទៅវិញទៅមក stress ធ្វើឲ្យគេងពិបាកខណៈពេលដែលគេងមិនគ្រប់ម៉ោងបង្កើនកម្រិត stress ការធានាគេងឲ្យបាន7ទៅ9ម៉ោងជារៀងរាល់យប់ជាមូលដ្ឋានគ្រឹះសំខាន់សម្រាប់ការគ្រប់គ្រង stress ប្រកបទៅដោយប្រសិទ្ធភាពការអនុវត្តជាក់ស្ដែងសម្រាប់ការគេងកាន់តែប្រសើររួមមានការជៀសវាងអេក្រង់ទូរស័ព្ទ1ម៉ោងមុនពេលចូលគេងការថែរក្សាម៉ោងចូលគេងការក្រោកឲ្យទៀងទាត់និងការធ្វើបន្ទប់មកឲ្យងងឹតនិងត្រជាក់សមរម្យចំណុចទី9ការភ្ជាប់ទំនាក់ទំនងសង្គមការចែករំលែកពីបញ្ហាអារម្មណ៍ជាមួយនឹងមិត្តភក្តិឬសមាជិកគ្រួសារជួយកាត់បន្ថយអារម្មណ៍ឯកាដែលជាកត្តាបង្កើន stress ការគាំទ្រពីសង្គមជុំវិញខ្លួនត្រូវបានបង្ហាញថាមានឥទ្ធិពលការពារខ្លាំងប្រឆាំងទៅនឹងផលប៉ះពាល់អវិជ្ជមាននៃ stress រ៉ាំរ៉ៃនៅក្នុងករណី stress កម្រិតខ្ពស់ឬប៉ះពាល់ទៅដល់អាយុជីវិតប្រចាំថ្ងៃការស្វែងរកជំនួយពីអ្នកជំនាញផ្លូវចិត្តគឺជាជំហានសមស្របនិងចាំបាច់សរុបសេចក្តីមក stress គឺជាផ្នែកមួយធម្មជាតិនៃជីវិតប៉ុន្តែមិនចាំបាច់គ្រប់គ្រងជីវិតយើងនោះទេតាមរយៈការយល់ដឹងអំពីមូលហេតុការកត់សម្គាល់សញ្ញានិងការអនុវត្តវិធីសាស្ត្រជាក់ស្ដែងការដកដង្ហើមស៊ីជម្រៅការហាត់ប្រាណការគ្រប់គ្រងពេលវេលាការធ្វើសមាធិការគេងគ្រប់ម៉ោងនិងការភ្ជាប់ទំនាក់ទំនងសង្គមយើងអាចទប់ស្កាត់ stress និងកសាងផ្លូវចិត្តរឹងមាំជាងមុនការចាប់ផ្ដើមអនុវត្តវិធីសាស្ត្រណាមួយនៅក្នុងចំណោមទាំងនេះជាជំហានដំបូងដ៏មានតម្លៃឆ្ពោះទៅរកជីវិតដែលមានតុល្យភាពនិងសុខភាពផ្លូវចិត្តរឹងមាំជាងមុនសូមអរគុណសម្រាប់ការទស្សនានិងស្ដាប់អត្ថបទនេះ